นมัสการគុណម្ចាស់កណាចង់ដឹងពីចំណាប់អារម្មណ៍របស់លបងដែលតាក់ទងទៅនឹងការថតរឿងខ្លីរបស់យើងព្រោះលបងជាផ្នែកមួយដ៏សំខាន់ក្នុងការដឹកនាំថតខាងកាមេរ៉ាលបងអាចនិយាយអំពីឧបករណ៍របស់យើងនិងដូចជាបញ្ហាមួយចំនួនសម្រាប់លបងសម្រាប់ការថតក្នុងរឿងខ្លីរបស់យើងពោចម្រើនពោបងសម្រាប់ project របស់យើងដែលថតរឿងស្នាមស្នេហ៍ជនបទហ្នឹងក្នុងនាមថ្មដែលអ្នករៀបចំខាងផ្នែកកាមេរ៉ាមើលការខុសត្រូវខាងហ្នឹងឧបករណ៍យើងប្រើគឺសំខាន់មែនទែនផ្នែកកាមេរ៉ាទាំងភ្លើងទាំងអីទាំងប្លង់អីហ្នឹងគឺមមាញឹកហើយមួយទៀតឧបករណ៍យើងថតមានម៉ៃប្រភេទហ្នឹងពងថតហ្នឹងឯងហើយនឹងប្រភេទកាមេរ៉ាយើងប្រើជាមួយនឹង Sony Body ពីរដើម Sony Body ពីរដើមមួយ A7 IV មួយទៀត A7 III ហើយជាមួយនឹង lens 70-200 G Master មកដើមហើយនឹង lens 28-70របស់ Sigma មកដើមទៀតហើយយើងប្រើជាមួយនឹងភ្លើងពីរគ្រាប់សំខាន់ទៀតនៅប្លង់ពេលយប់និងប្លង់ក្រុមផ្ទះពេលវិញនំអីហើយសម្រាប់ការផលិតនេះរៀងពិបាកដែរព្រោះដោយសារតែវាក្តៅមែនទែនហើយកាមេរ៉ារបស់យើងគឺអត់បញ្ហាទេថតទៅបានទាំងអស់គាត់ថាយើងអត់បានថតស្លុកប៉ុន្តែអ្វីដែលសំខាន់នៅក្នុងសាច់រឿងមួយនេះយើងព្យាយាមធ្វើអស់ពីសមត្ថភាពគឺធានាថាបានល្អច្រើនហើយសង្ឃឹមថាអ្នកនរគ្នាពេលទស្សនាហើយនឹងជួយ rate ឲ្យប្រហែលអីចឹងទៅហើយក្រុមការងាររបស់យើងគឺមានតែប៉ុណ្្នឹងឯងសម្រាប់សាច់រឿងមួយហ្នឹងហើយបើយើងផលិតរឿងក្រោយទៀតឧបករណ៍យើងអាចនឹងមានល្អជាងនឹងបន្ថែមទៀតហ្នឹងហើយ